ចង់ទៅលេងឡាវនៅក្រុងប៉ាសេតែយើងត្រូវចំណាយថវិកាអស់ប្រមាណហើយគួរទៅលេងកន្លែងណាខ្លះដើម្បីឲ្យដំណើរកម្សាន្តរបស់យើងប្រកបដោយភាពរីករាយនិងដំណើរការបានទៅយ៉ាងរលូននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការចំណាយរបស់ខ្ញុំទាំងមធ្យោបាយធ្វើដំណើរទាំងកន្លែងស្នាក់នៅកន្លែងញ៉ាំអីនិងទីកន្លែងដើរលេងស្អាតៗជាច្រើនទៀតនៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសឡាវក្រុងប៉ាសេនៃខេត្តចម្ប៉ាសាក់រយៈពេល3យប់4ថ្ងៃចំពោះអ្នកដែលមានគម្រោងទៅលេងក្រុងប៉ាសេមើលវីដេអូនេះដឹងតែត្រូវហ្មងដូច្នេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាវីដេអូក្នុងថ្ងៃដំណើរកម្សាន្តរបស់ខ្ញុំទាំងអស់គ្នាការចំណាយទី1របស់ខ្ញុំគឺ Booking ឡានក្រុងអស់$60ជាតម្លៃទាំងទៅទាំងមកពីក្រុងព្រះវិហារទៅក្រុងប៉ាសេតែដោយសារខ្ញុំបាន Booking តាម app ទទួលបានការ discount ដល់ទៅ$3ចឹងហើយការចំណាយលើកនេះគឺអស់តែ$57តែប៉ុណ្ណោះខ្ញុំបានជ្រើសយកការធ្វើដំណើរជាមួយក្រុមហ៊ុនវីរៈប៊ុនថាំព្រោះឡានអាចបើកទៅដល់ក្រុងប៉ាសេផ្ទាល់តែម្ដងហើយមានការផ្ដល់អាហារនិងភេសជ្ជៈឲ្យពួកយើងញ៉ាំនៅលើឡានទៀតពិតជាស្រួលមែនទែនមកដល់ច្រកព្រំដែនក្នុងការពិនិត្យបោះត្រា passport មិនតម្រូវយើងបង់ប្រាក់ទៀតទេព្រោះក្រុមហ៊ុនបានរៀបចំក្នុងការទូទាត់ជូនយើងរួចរាល់ហើយអ្នកទាំងអស់គ្នាគួរតែទិញ SIM នៅខាងច្រកព្រំដែនខ្មែរឲ្យហើយដើម្បីងាយស្រួលក្នុងការនិយាយគ្នាចំណែកខ្ញុំការចំណាយក្នុងការទិញ SIM នេះអស់តែ$5តែប៉ុណ្ណោះអាចប្រើរហូតបានទៅ5ថ្ងៃមកដល់ក្រុងប៉ាសេខ្ញុំចំណាយអស់ម្នាក់ត្រឹមតែ$1កន្លះប៉ុណ្ណោះក្នុងការជិះតុកតុកមកដល់ hotel ហើយកន្លែងខ្ញុំគេងមានឈ្មោះថាស៊ូបណ្ឌិត hotel កន្លែងនឹងស្អាតរបស់គេណាទាំងអស់គ្នាដោយសារពួកម៉ាក់ខ្ញុំបាន booking hotel តាម trip.com បូករួមទាំងតម្លៃ discount ទៀតរយៈពេល3យប់ការចំណាយរបស់ខ្ញុំអស់ម្នាក់ត្រឹមតែ$32ប៉ុណ្ណោះចេញពីដឹងទៅខ្ញុំត្រូវទៅរកអីញ៉ាំនៅជិត hotel ដែលខ្ញុំគេងកន្លែងញ៉ាំអីនៅនឹងវាស្តី buffet ដែរគេឲ្យយើងចាប់សាច់គ្រឿងសមុទ្រឲ្យបានគ្រប់1គីឡូដោយសារគេមានការកំណត់តម្លៃតាមគីឡូអ្នកទាំងអស់គ្នាចំណែកបន្លែហើយនិងគ្រឿងផ្សេងទៀតដែលយើងចង់អែតគឺត្រូវគិតលុយថែមទៀតប៉ុន្តែនៅនឹងធូរថ្លៃមកពេលហ្នឹងអស់តែម្នាក់$6នឹងអ្នកទាំងអស់គ្នាតែឆ្ងាញ់របស់គេចេញពីដឹងទៅត្រូវទៅដើរមើលកន្លែងជួលម៉ូតូឲ្យហើយពួកខ្ញុំបានទៅដើរចូលមើលម៉ាត់គេលេងមើលអវ៉ាន់គេតាមនឹងទៅដល់ព្រឹកថ្ងៃថ្មីហើយអ្នកទាំងអស់គ្នានិយាយទៅគឺថា get ready ក្នុងការដើរលេងពេញមួយថ្ងៃយកតែម្ដងឥឡូវមកជួយញ៉ាំអីនៅហាងកាទៀវកែងផ្លូវជិត hotel ហ្នឹងតំណងរបស់គេមែនតើកាទៀវនៅឡាវអស់ម្នាក់តែ$1កន្លះប៉ុណ្ណោះសំខាន់ឆ្ងាញ់ច្រើនហើយថែមបន្លែយើងទៀតចេញពីញ៉ាំអីទៅដើរទៅរកកន្លែងជួលម៉ូតូដែលសេវទុកប្រយុបមិញតែម្ដងទៅដល់ប៉ះម៉ូតូដែលត្រូវចិត្តទៀតខ្ញុំមកយក Yamaha PG1 តាមអំណងប្រាថ្នារបស់ខ្ញុំហើយថ្លៃជួល$15ក្នុងមួយថ្ងៃបូករួមទាំងតម្លៃឆាយសេវាកម្មជួសជុល$6ទៀតតែយើងមិនចាំបាច់ត្រូវតែចំណាយលើសេវាកម្មនេះក៏បានដែរប៉ុន្តែដោយសារខ្ញុំគិតថាមកលេងឡាវមិនទាន់ស្គាល់ពីសភាពផ្លូវនៅទីនេះទេក៏ការពារឆាយសេវាកម្ម$6នឹងថែមទៀតទៅម៉ូតូមានបញ្ហាក្រុមហ៊ុននឹងទទួលជួសជុលដោយខ្លួនឯងអញ្ចឹងសរុបការជួលរយៈពេល2ថ្ងៃជាមួយពួកម៉ាក់ខ្ញុំអស់ម្នាក់ត្រឹមតែ$21ប៉ុណ្ណោះឥឡូវនេះចាប់ផ្ដើមប្រតិបត្តិការដំណើរកម្សាន្តជិះម៉ូតូទៅប៉ែកខាងប៉ាក់សង district គេអ្នកទាំងអស់គ្នាតើតើទៅនឹងការចំណាយបន្ទាប់គឺការចាក់សាំងម៉ូតូអស់ម្នាក់ត្រឹមតែ$1កន្លះប៉ុណ្ណោះចូលដល់ទឹកដីប៉ាក់សងភ្លាមអាកាសធាតុខុសដោយពីក្រុងប៉ាក់សេ360ដឺក្រេតែម្ដងអ្នកទាំងអស់គ្នាតាមផ្លូវមានអាប់ចុះត្រជាក់ស្រួលជិះម៉ូតូខ្លាំងមែនទែនកន្លែងទី1ដែលខ្ញុំបានសេវទុកមុនគេនៅខេត្តចម្ប៉ាសាក់នេះតាតហ្វាន waterfall ហ្នឹងឯងអ្នកទាំងអស់គ្នាពេលចូលផ្ញើម៉ូតូអ្នកទាំងអស់គ្នាគួរមានការប្រុងប្រយ័ត្នចាក់សោឲ្យបានត្រឹមត្រូវអ្នកទាំងអស់គ្នាមកដល់នឹងក្នុងនាមជាភ្ញៀវទេសចរយើងត្រូវតែទិញសំពត់ចូលទស្សនា resort គេហ្នឹងហើយការចំណាយនៅកន្លែងនេះអស់ម្នាក់ត្រឹមតែ$1កន្លះប៉ុណ្ណោះបូករួមទាំងថ្លៃផ្ញើម៉ូតូផងដែរតោះទៅមើលទេសភាពនិងស្រូបយកបរិយាកាសនៅរមណីយដ្ឋានទឹកធ្លាក់តាតហ្វានជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់ភ្លាមគឺ fresh ខ្លាំងមកអ្នកទាំងអស់គ្នាអើយនៅនេះវាស្អាតពេកខ្ញុំវិញខ្វល់កជាមួយអាទេសភាពព្រៃភ្នំមានធម្មជាតិចុះអាប់អីចឹងគឺថាមួយថ្ងៃហ្នឹងមិនបាច់ទៅណាក៏បានដែរសុំតែនៅកន្លែងហ្នឹងក៏អស់ចិត្តក៏សប្បាយចិត្តដែរនិយាយទៅគឺមានជាការងប់ងុលជាមួយនឹងសម្រស់ធម្មជាតិងប់ឡើងងើបក្បាលលេងរួចឯនេះហើយអ្នកទាំងអស់គ្នាដឹងអត់កន្លែងនេះគឺជាកន្លែងជិះ zip line ដ៏ល្បីមួយនៅក្នុងប្រទេសឡាវជាមួយ view ទឹកជ្រោះដល់ទៅ2ហូរជួបគ្នាដែលមានរយៈកម្ពស់ដល់ទៅ120ម៉ែត្រតែដោយសារខ្ញុំមកនេះវាអាប់ច្រើនពេកធ្វើឲ្យមើលអត់ឃើញទឹកធ្លាក់សោះអ្នកទាំងអស់គ្នាមិនគួររំលងកន្លែងនេះទេបើសិនបើអ្នកទាំងអស់គ្នាមកដល់ក្រុងប៉ាសេជាភាពទាក់ទាញមួយនៅទីនេះក៏មានហាងកាហ្វេហើយនិង restaurant ប្រចាំ resort ដែរអ្នកទាំងអស់គ្នាគេរៀបចំមកស្អាតខ្លាំងមែនទែនទោះបីជាមានការរៀបចំបែប modern mood ពិតមែនអ្នកទាំងគ្នាក៏ប៉ុន្តែភាពលេចធ្លោនៃធម្មជាតិនៅទីនេះគឺនៅតែស្រស់ស្អាតហើយនឹងទាក់ទាញដដែលជាមួយនឹង view ព្រៃភ្នំចុះអាប់យើងញ៉ាំកាហ្វេមើលគេជិះ zip line បូករួមជាមួយនឹងទេសភាពជ្រោះច្រឡំភ្នំគឺថា best តែម្ដងនឹងអត់បានភ្លក់កាហ្វេគេទេ order peach tea អស់ម្នាក់$2ដោយសារខ្ញុំទាំងពីរនាក់មកដល់តាតហ្វានរៀងថ្ងៃដែរអ្នកទាំងគ្នាខ្ញុំក៏សម្រេចចិត្តញ៉ាំអីនៅហាងគេនឹងតែម្ដងក៏មកបានឡាបសាច់គោមួយនិងបុកល្ហុងមួយលក្ខណៈថា have lunch with the best view អីចឹងអ្នកទាំងគ្នាជាតិយកតែមែនទេអ្នកទាំងគ្នាអើយមកពេលហ្នឹងអស់ម្នាក់តែ$6កន្លះតែប៉ុណ្ណោះតែហើយចង់ផ្ដាំអ្នកទាំងគ្នាថាបើមកដល់ឡាវអើយអត់ភ្លក់កាទៀវឡាវមកដល់ឡាវហើយអត់ភ្លក់ឡាបឡាវទេដឹងតែស្ដាយក្រោយឯងនៅនឹងឆ្ងាញ់ណាafter lunch ខ្ញុំទៅទិញសំបុត្រជិះ zip line នឹងគេដែរអ្នកទាំងគ្នាបើយើងជិះតែ zip line អត់ឲ្យគេថតទេយើងចំណាយតែ$40ប៉ុណ្ណោះប៉ុន្តែបើសិនបើយើងឲ្យគេថតដែរថែម$10ទៀតជិះម្ដងថតពេលកំឡុងពេលជិះហ្នឹងគឺអស់ម្នាក់$50អ្នកទាំងគ្នាប៉ុន្តែអ្នកទាំងគ្នារឿងមួយដែលនឹកស្មានមកដល់គឺវាបានកើតឡើងក្រុមការងារបានដើរមកប្រាប់ថាមិនបន្តឲ្យពួកខ្ញុំជិះទៀតទេអាប់វាក្រាស់ពេកមើលអីលេងឃើញហើយអញ្ចឹងពួកគាត់ក៏សម្រេចចិត្ត refund លុយឲ្យពួកខ្ញុំវិញ$50ហ្នឹងពីអ្នកពួកម៉ាក់គឺគិតគូរយ៉ាងច្បាស់ហើយថាស្អែកគឺត្រូវតែមកទៀតមកលេងប៉ាក់សេហើយគោលបំណងធំគឺមកជិះ zip line ហ្នឹងហើយឥឡូវនេះកុំឲ្យខាត់ពេលខាត់ថ្ងៃអញ្ចឹងមានតែសម្រេចចិត្តទៅលេងទឹកធ្លាក់មកកន្លែងទៀតតាមផ្លូវរឿងអាកាសធាតុមួយខ្ញុំស្រឡាញ់
នៅនឹងខ្លាំងហ្មងហើយមកដល់ទឹកធ្លាក់តាត់យើងត្រូវចំណាយក្នុងការទិញសំបុត្រអស់ម្នាក់ត្រឹមតែ$2ប៉ុណ្ណោះមកដល់រមណីយដ្ឋានមកកន្លែងនេះទៀតខ្ញុំមើលឃើញថាទីនេះអាកាសធាតុជាមធ្យមគឺមានលក្ខណៈត្រជាក់ហើយសើមនៅតាមផ្លូវគឺមានរលឹមតិចឲ្យចុះអាប់ពេញនឹងអ្នកនរគ្នាអញ្ចឹងបានឃើញថាការប្រកបកសិកម្មរបស់ប្រជាជននៅទីនេះគឺគាត់ដាំកាហ្វេស្ទើរគ្រប់ផ្ទះអ្នកនរគ្នាងាកមកមើលសម្រស់ទឹកធ្លាក់តាត់យើងវិញអ្នកនរគ្នាខ្ញុំនេះវិញគឺថាសប្បាយចិត្តមិនដឹងថាត្រូវបរិយាយឬត្រូវរៀបរាប់បែបណាពួកអីវាលក្ខណៈថាយើងបានមកដល់កន្លែងដែលយើងស្រឡាញ់ពេញចិត្តពេញបេះដូងបដ ாய் ទឹកធ្លាក់ដឹងតែស្អាតទេតែការរៀបចំគឺកាន់តែតាក់ទាញទៀតបូករួមនឹងអាកាសធាតុរលឹមតិចចុះអាប់គឺថា Oh my god this is what I want ឥឡូវនេះមកសរុបការចំណាយចាប់តាំងពីថ្ងៃចេញមករហូតដល់ពេលនេះខ្ញុំចំណាយអស់ត្រឹមតែ$137.5តែប៉ុណ្ណោះអ្នកនរគ្នាបើសិនបូករួមទាំងតម្លៃ zip line $50ទៀតគឺត្រូវអស់$187.5អ្នកនរគ្នាអញ្ចឹងខ្ញុំបូកឲ្យហើយពួកអីខ្ញុំត្រូវតែជីស្អែកទៀតអញ្ចឹងអ្នកនរគ្នាកុំភ្លេចចូលទៅមើលវីដេអូរបស់ខ្ញុំក្នុងការជី zip line នៅទឹកធ្លាក់តាត់ហ្វានផងណាអ្នកនរគ្នាអរគុណច្រើនអ្នកនរគ្នាចំពោះការទស្សនាវីដេអូនេះអរគុណច្រើនជម្រាបលាបាយបាយ